ជំរាបសួរបងប្អូនយើងទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនបន្តពីរឿងក្មេងខ្វះជាតិដែកនៅប្រទេសអូស្ត្រាលីយើងនេះ45%ដែលទូរទស្សន៍ទី9 channel ទី9ហ្នឹងគឺនិយាយអំពីការខ្វះខាតជាតិដែកឥឡូវនេះខ្ញុំចង់ជម្រាបបងប្អូនឲ្យយល់ថាជាតិដែកមានសម្រាប់សំខាន់យ៉ាងខ្លះជាតិរ៉ែដែកនេះប្រសិនបើយើងខ្វះជាតិដែកតែយ៉ាងម៉េចក្នុងខ្លួនរបស់យើងត្រូវការជាតិដែកនេះគឺឈាមក្រហមយើងនេះគេហៅជាតិប្រូតេអ៊ីនមួយយ៉ាងនៅក្នុងឈាមក្រហមហ្នឹងត្រូវការជាតិដែកការជាតិដែកហ្នឹងមុខងារអ្វីក្នុងឈាមក្រហមហ្នឹងគឺមុខងារគឺថានាំអុកស៊ីហ្សែនទៅជុំវិញខ្លួនយើងដើម្បីប្រើប្រាស់អុកស៊ីហ្សែនគឺជាខ្យល់មួយដែលកោសិកាយើងត្រូវការប្រើប្រាស់ខ្ញុំជម្រាបបន្តិចទៅចុះចំពោះយើងដកដង្ហើមចូលទៅគឺចូលអុកស៊ីហ្សែនទៅដល់ស៊ូតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរឈាមក្រហម hemoglobin ខ្ញុំហៅមកមិញឈាមក្រហមឈ្មោះ hemoglobin red blood cell គេហៅនោះណាវានឹងបដូរវាយកអុកស៊ីហ្សែនចូលក្នុងឈាមក្រហមយើងហើយនាំឈាមក្រហមយើងនាំទៅបេះដូងយើងបាញ់ចេញទៅគ្រប់ខ្លួនពេញខ្លួនយើងពីក្បាលដល់ចុងជើងដើម្បីចិញ្ចឹមកោសិកាយើងនិងជាលិកាយើងណាហើយបន្ទាប់មកបកពីការប្រើប្រាស់ពីកោសិកាឲ្យអស់ហ្នឹងវានឹងត្រូវបកមកស៊ូតយើងដើម្បីយកជាតិកាបូនដៃអុកសាយយើងហៅពាក្យខ្មែរយើងថា gas carbonate បងប្អូនណាវានាំចេញតាមច្រមុះយើងមកវិញដកចូលច្រមុះចេញតាមច្រមុះមកវិញចេញគឺខ្យល់អាឡដកចូលខ្យល់អុកស៊ីហ្សែនល្អអ្នកណាដែលមានមុខងារនាំខ្យល់ល្អទៅក្នុងខ្លួនយើងគឺជាតិដែកហ្នឹងឯងជាតិរ៉ែដែកហ្នឹងជាតិរ៉ែដែកហ្នឹងវានៅក្នុងឈាមក្រហមរបស់យើងគេហៅ hemoglobin បាទអញ្ចឹងហើយកាលណាតែយើងខ្វះជាតិដែកខ្វះជាតិរ៉ែដែកហ្នឹងគឺជាតិក្រហមហ្នឹងគេហៅ red blood cell ហ្នឹងវាត្រូវការមានការប្រែប្រួលវាត្រូវការជាមិនធម្មតាបងប្អូនរៀងទៅវាទៅជាទូជាងធម្មតាវាអង់គ្លេសហៅថា microcyte ដល់អញ្ចឹងទៅកាលណាទៅឈាមក្រហមយើងតូចជាងធម្មតាខ្វះជាតិដែកទៅធ្វើឲ្យយើងអស់កម្លាំងលហិតហើយពិបាកដកដង្ហើមខ្លីៗអញ្ចឹងបងប្អូនជួយឲ្យស្បែកយើងឡើងស្លាំងឡើងលឿងហ្នឹងយើងទាញតបផ្នែកមកយើងឃើញស្លាំងហ្នឹងអាហ្នឹងហើយយើងខ្វះជាតិដែកអញ្ចឹងมันគេឲ្យយើងលេបជាតិដែកជាពិសេសនារីតម្រងតែគាត់ពេញវ័យគាត់តែងតែមានមរណរៀងរាល់ខែជួនអីគាត់ខ្វះជាតិដែកបងប្អូនណាជាងគាត់ខ្វះជាតិដែកវិជ្ជបណ្ឌិតតែងតែឲ្យយើងលេបផ្សំជាតិដែកឬក៏ញ៉ាំសាច់ក្រហមឲ្យបានច្រើនណាអញ្ចឹងទៅគេមានរោគមួយគេតែងតែហៅថា anemia បងប្អូនណាថាខ្វះជាតិដែកពាក្យបារាំងគេហៅថា anemia ពាក្យអង់គ្លេសហ្នឹងអញ្ចឹងជាតិដែកគឺសំខាន់ណាស់មហាសំខាន់ណាស់ក្នុងខ្លួនរបស់យើងគឺមុខងារវានាំដឹកនាំអុកស៊ីហ្សែនវានៅក្នុងប្រូតេអ៊ីននេះក្នុងប្រូតេអ៊ីនគឺជាតិឈាមក្រហមហ្នឹងតែមុខវាហ្នឹងគឺនាំអុកស៊ីហ្សែនទៅចិញ្ចឹមសរីរាង្គកាយយើងពេញមកខ្លួនយើងហ្នឹងហើយគឺជាតិដែកនេះគឺសំខាន់ណាស់គឺជាសារៈសំខាន់មួយនៅក្នុងតួខ្លួនរបស់ឈាមក្រហមយើងហ្នឹងគឺជាតិប្រូតេអ៊ីនរបស់ red blood cell ហ្នឹងហើយបើយើងអត់អាហ្នឹងគឺបញ្ហាព្រោះវាត្រូវការនាំអុកស៊ីហ្សែនចិញ្ចឹមសរីរាង្គកាយយើងហើយបន្តមកទៀតវានាំអាកាបូនអុកសាយបកមកស៊ូតយើងដើម្បីផ្លាស់ប្ដូរខ្យល់ល្អចូលក្នុងស៊ូតទៅវិញមកបេះដូងចិញ្ចឹមកោសិកាវិញទៀតនាំអាខ្យល់អាក្រក់តែកាបូនដៃអុកសាយឬ gas carbonate នេះចេញតាមច្រមុះមកវិញម្ល៉េះហើយក្នុងខ្លួនរបស់យើងនេះ 70% នៃជាតិដែកក្នុងខ្លួនរបស់យើងភាគច្រើនវានៅក្នុងអាឈាមក្រហមហ្នឹងឯងតែសាច់ដុំក៏សំខាន់ទៀតគឺកន្លែងមួយដែលមានជាតិដែកទៀតគេហៅវាឈ្មោះគេមួយហៅ hemoglobin ក្នុងឈាមយើងតែក្នុងសាច់ដុំគេ myoglobin myoglobin នឹងទៀតគឺជាជាតិប្រូតេអ៊ីនមួយដែលសម្រាប់នាំអុកស៊ីហ្សែនចូលក្នុងសាច់ដុំហ្នឹងហើយសាច់ដុំយើងនឹងប្រើប្រាស់សម្រាប់ដូចយើងបញ្ចេញធម្មពលនឹងធ្វើដៃធ្វើកាយវិការហាត់ប្រាណហ្នឹងហើយជាតិដែកគឺមុខងារវាគឺជួយផ្ដល់ធម្មពលដល់យើងដោយសារតែនាំអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកាដើម្បីឲ្យគ្នារស់ដែលឲ្យគ្នាមានសកម្មភាពជួយឲ្យយើងរស់បាទនិយាយស្រួលបងប្អូនម្ល៉េះជាតិដែកនឹងទៀតគឺថាវាជួយការបង្កើតធម្មពលផងវាជួយធ្វើឲ្យយើងកុំឲ្យយើងអស់កម្លាំងណាស់ឡើយផងមិនត្រឹមប៉ុណ្្នឹងទៀតជាតិដែកនឹងទៀតគឺថាជួយប្រព័ន្ធការពារយើងឲ្យខ្លាំងការពារមួយទៀតការពារកុំឲ្យយើងមានរោគផ្សេងៗបងប្អូនណាគេ infection ហ្នឹងរោគ
រោគផ្សេងៗហ្នឹងមិនត្រឹមប៉ុណ្្នឹងទៀតវាជួយដល់ក្នុងគេហៅថាអង់សាមយើងទៀតនិងអរម៉ូនយើងផ្សេងៗទៀតបាទអានេះគឺសំខាន់ណាស់គឺថាវាជាតិដែកហ្នឹងគឺសំខាន់សម្រាប់វាយប្រឆាំងនឹងមេរោគផ្សេងៗដែលធ្វើទុកបុកម្នេញយើងហ្នឹងបាទអានេះខ្ញុំក៏ចង់ឲ្យបងប្អូនយល់អំពីជាតិដែកជាតិរ៉ែហ្នឹងដែរម្ល៉េះបងប្អូនណាដែលញ៉ាំដូចខ្ញុំជម្រាបប្រហែលអាទិត្យមុនអំពីថាក្មេងៗជួនឯងញ៉ាំតែបន្លែផ្លែឈើអត់មានញ៉ាំជាតិសាច់គឺថាត្រូវការជំនួយជាតិដែកដែរតែអញ្ចឹងទៅក្មេងហ្នឹងលូតលាស់ក៏មិនបានលូតលាស់ល្អសុខភាពក៏មិនល្អដែរគឺជាពិសេសស្លាំងហើយបាទសូមអរគុណបាទ